ជួនរឿងក្តានសូមកោជ្រោកមានដំណើរថាមានក្តានមួយភ័យរត់ស្លោនស្លាព្រោះមានព្រានតាបាញ់វាបានរត់ចូលក្រៅគោមួយបាននាំក្តានគោប្រធានក្រៅគោប្រធានក្រៅសួរហើយអ្វីបានជាឯងមកទីនេះក្តានឆ្លើយថាព្រោះពួកព្រានតាមសម្លាប់ខ្ញុំសូមលោកប្រធានមេត្តាជួយផ្ដល់កន្លែងឲ្យខ្ញុំស្នាក់នៅបណ្ដោះអសន្នផងទម្រាំមានអាកាសចូលប្រៃវិញក៏យល់ព្រមតែឯងត្រូវសន្យាកុំបាញ់ចេញសំឡេងនិងដើរអើកុំឲ្យគេឃើញក្តានឆ្លើយថាបាទខ្ញុំសន្យានឹងធ្វើឲ្យបានរល្ងាចម្ចាស់កសិដ្ឋានតែងដើរចេញចូលដាក់ចំបោនឲ្យគោតែគ្មាននរណាម្នាក់បានឃើញក្តានទេនោះដល់ថ្ងៃមួយម្ចាស់កសិដ្ឋាននាំគោទៅស៊ីស្មៅក្នុងព្រៃជាឱកាសល្អក្តានបានថ្លែងអំណរគុណដល់គោហើយគោចូលព្រៃបាត់ទៅគំនិតអប់រំបើយើងមានប្រវត្តិល្អអរិយាបថត្រឹមត្រូវទៅទីណាក៏មានអ្នករាប់រកច្រើនដែរមុននឹងឲ្យអ្នកតតៃជួយត្រូវជួយខ្លួនឯងជាមួយសិនមិត្តល្អគឺជាមិត្តដែលជួយយកអាសាដោយមិនទាមទារផលតបស្នងសូមអរគុណសុខភាពល្អ